ខំតែជឿពួកវាបងប្អូនឃើញវាស្ងាត់យកមិញតែឥឡូវនេះវាមានស្ងាត់ស្អីវាឌុងដាំងទៀតហ្នឹងដល់ពេលអញ្ចឹងយើងទៅជឿពួកវារម៉េចចាបងប្អូនប៉ុន្តែអរគុណដែរដែលស្ងាត់យកមិញឲ្យពួកខ្ញុំបានសម្រាកពេញភ្នែកបងប្អូនជាទីមេត្រីឃើញថាឥឡូវនេះសភាពការនៅតាមបន្ទាត់ព្រំដែននិងតាមគោលដៅនីមួយកំពុងតែលឺនៅស្នូបាទផ្ទុះផោងផាំងឡើងវិញហើយដោយមិនទាន់មានការស្ងៀមស្ងាត់ទេស្ងាត់ដែរស្ងាត់កាលពេលយប់មិញប្រហែលជាវាសម្រាកអញណាបងប្អូនសម្រាប់ធ្វើស្អីក៏យើងមិនដឹងដែរប៉ុន្តែយប់មិញហ្នឹងគឺស្ងាត់វាប្លែកពេកក៏លូថាវាខ្លាចអរិញប្រទេសមហាអំណាចចិនណាតាមក៏ពិតបែបវាមានខ្លាចស្អីវាឥឡូវហ្នឹងវាកំពុងតែបន្តធ្វើសកម្មភាពទៀតហើយយប់មិញខ្ញុំថាជឿវាម្ដងទៀតមានអាណាលោកអើយព្រឹកឡើងត្រែលថាមែនទៅចរិតពួកចោលសៀមនេះវាអត់ឈប់ទេបងប្អូនវាអត់ឈប់ត្រឹមហ្នឹងទេអញ្ចឹងខ្ញុំសូមរាយការណ៍ជូនពុកម៉ែបងប្អូនថាស្ថានភាពនៅក្នុងព្រឹកថ្ងៃទី16ខែធ្នូឆ្នាំ2025យោធាថៃនៅតែបន្តធ្វើការផ្លោងគ្រាប់ចូលទឹកដីកម្ពុជាដដែលហើយកម្ពុជាយើងក៏មិនឈរអោបដៃមើលឬក៏យកចាពីមកស៊ូបាញ់វិញដែរគឺតវិញដូចគ្នាបើឯងបាញ់មកហើយរឿងអីមិនតអញ្ចឹងត្រូវតដូចគ្នាបងប្អូនអញ្ចឹងតាមតំបន់តាមគោលដៅនីមួយគឺសភាពការចាប់ផ្ដើមលឺស្នូផ្ទុះផោងផាំងមានទៅមានមកត្រឡប់ដោយការពីពេលមុនវិញហើយអញ្ចឹងសូមបងប្អូនសាធារណជនមេត្តាជ្រាបជាព័ត៌មានគិតត្រឹមព្រឹកថ្ងៃទី16ខែធ្នូឆ្នាំ2025នេះខ្ញុំខំតែជឿខំតែស្មានតែវាឈប់ចាប់ពីយប់មិញរហូតមានអាណាបងប្អូនតាមកាពិតវាសម្រាកសោះហ្នឹងដល់ពេលអញ្ចឹងទៅឥឡូវនេះស្នូអាវុធស្នូអីផ្ទុះនឹងគឺចាប់ផ្ដើមលឺឡើងគងរពងវិញហើយនៅតាមបន្ទាត់ព្រំដែននិងតំបន់គោលដៅនីមួយនៅក្នុងបរិវេណខេត្តឧត្តរមានជ័យបន្ទាយមានជ័យនិងព្រះវិហារខ្ញុំបាទមេសារាសូមបញ្ចប់នៅសេចក្តីរាយការណ៍ជូនពុកម៉ែបងប្អូនតែប៉ុណ្្នឹងខ្ញុំបាទមេសារាមាត់អរហាស្ដីត្រង់ក៏សូមអរគុណនិងសូមគោរពលា